ចង់ធ្វើវីដេអូបែបនេះតោះទៅមើលទាំងអស់គ្នាខ្ញុំយើងត្រូវថត clip ខ្លីៗចំនួន8 យើង ផ្ល បើ ស កកម្មវិធី CapCut ហើយ edit វីដេអូតែមកចូលទៅក្នុងកម្មវិធី បន្ទាប់គឺយើងត្រូវធ្វើទៅលើ clip ទី2 ដាក់ duplicate ឬក៏ copy រួច overlay ចុះក្រោមរួចយើងទាញពន្លាវីដេអូផ្នែកខាងមុខឲ្យវែងជាងវីដេអូដើមបន្តិចរកមុខងារ remove BG រួចយក custom removal រួចយកប្រាស់ទៅគូរលើចំណុចដែលយើងត្រូវយកបន្ទាប់មកយើងធ្វើការទាញឲ្យស្មើជាមួយនឹងវីដេអូដើមខាងលើនៅចំណុចនេះយើងក៏អាចទាញពង្រួមចុងវីដេអូខាងក្រោមបន្ទាប់មកទៀតយើងអូសវីដេអូដល់កន្លែងដំណវីដេអូខាងលើរួចយើងកំណត់ keyframe ខាងចុងមួយរួចអូសដល់ដើមវីដេអូខាងក្រោមរួចបដូរទីតាំងខោទៅចំណុចចាប់ផ្ដើមដែលយើងចង់បានវីដេអូពាក់ស្បែកជើងបន្ទាប់នេះគឺយើងត្រូវអនុវត្តតាមជំហាននៃវីដេអូមិនដែរយើង duplicate ឬក៏ copy រួច overlay ចុះក្រោមទាញវីដេអូពន្លាខាងមុខបន្តិចរួចអូសវីដេអូឲ្យស្មើនឹងវីដេអូដើមខាងលើចុចលើមុខងារ remove BG រួចយក custom removal យកប្រាស់ទៅគូរលើស្បែកជើងយើងធ្វើការកំណត់ keyframe នៅចំណុចប្រសពនៃស្បែកជើងនិងវីដេអូដែលយើងលួចមិញរួចអូសទៅដើមវីដេអូខាងក្រោមនិងអូសស្បែកជើងទៅទីតាំងចាប់ផ្ដើមណាមួយដែលយើងចង់បានវីដេអូបន្តទៀតគឺយើងអនុវត្តតាមជំហានដូចគ្នារហូតដល់វីដេអូចុងក្រោយហើយនេះគឺជាលទ្ធផលរបស់យើង